ម៉ោង4ទៀបភ្លឺប្រុសក្រោកដាំបាយម៉ោង4ឆោមឆាយទៅបង់បាយបិណ្ឌឃើញលៀងក៏ដាក់ដាំបាយងើបម៉ោង4ហ្នឹងមិនមែនបោះបាយបិណ្ឌខែ5ណាអ្នកទាំងអស់គ្នាតិចច្រឡំភ្ជុំបិណ្ឌទៅបច្ចាទិញអ្នកទាំងអស់គ្នាវីដេអូនេះគឺខ្ញុំថតតាំងពីថ្ងៃទី19ថ្ងៃអង្គារណោះតែដោយសារតែខ្ញុំនឹងវាលបលម៉ែអើលបលជាដូនជាតាកងម៉ាយេតាលបលពេកអញ្ចឹងហើយបាទខ្ញុំមានពេលកាត់តហ្នឹងតែពេលកាត់តរួចហើយមិនដឹងតើបានផុសថ្ងៃណាទេពោះលបលមែនតើហើយណាមួយនៅចិត្តផ្ទះហ្នឹងកំពុងមានកម្មវិធីទៀតហើយវីដេអូរបស់យើងក៏មានអីច្រើនដែរក្រៅពីខ្ញុំជៀនប្រហិតលាងចានដាក់ដាំបាយហើយតម្រាំតែខ្ញុំធ្វើការងារកាពេកកប៉ុកអស់ប៉ុណ្ណឹងអញ្ចឹងហើយម៉ោង5-7នាទីបាទហើយបន្ទាប់មកទៀតពេលខ្ញុំជៀនប្រហិតនឹងលាងចានហ្នឹងខ្ញុំបាទថតឲ្យអ្នកទាំងអស់គ្នាមើលទេព្រោះដែលអាសាតាបើឡៃទៅថតទៀតមិនស្រួលហ្នឹងហួសម៉ោងដល់ម៉ោងលើហើយអញ្ចឹងហើយខ្ញុំក៏សម្រេចចិត្តខ្ជិលថតត្មងទៅបន្ទាប់ពីខ្ញុំជៀនប្រហិតជៀនអីរួចខ្ញុំក៏បានគ្របទុកដាក់ឲ្យស្រួលបួលអញ្ចឹងទៅហើយបន្ទាប់មកទៀតបើមិនគ្របស្រួលបួលទេវវកូនខ្ញុំហ្នឹងលួចស៊ីមុនខ្ញុំលើហើយអញ្ចឹងហើយពេលខ្ញុំគ្របហើយខ្ញុំក៏បានរៀបចំទៅមួយទឹកឲ្យបានស្អាតហើយរួចហើយក៏ចេញមកខោបាយតាមក្រោយហើយនេះគឺជាសកម្មភាពដែលខ្ញុំចេញមកពីធ្វើការនៅម៉ោង6:17នាទីរាល់ដងខ្ញុំមកដល់ផ្ទះភាគច្រើនគឺម៉ោង6:36នាទីឬមួយក៏38នាទីអីណោះតែដោយសារតាសានេះខ្ញុំជិះម៉ូតូកង់1អញ្ចឹងហើយមកលឿនបន្តិចរាល់ដងជិះកង់2រៀងយូរអញ្ចឹងសារនេះជិះកង់1បានមកលឿនណោះទាំងអស់គ្នាហើយស៊ីបាយបានម៉ាត់កូនខ្ញុំវិចេញមករកអីស៊ីតែម្ដងខ្ញុំក៏បានយកនំប៉័ងដែលខ្ញុំទិញមកពីរោងចក្រហ្នឹងដាក់វាស៊ីទៅហើយខ្ញុំខំលេបបាយទិញនំប៉័ងឲ្យប៉ុណ្ណឹងហើយចាំមើលពេលម៉ែខ្ញុំមកវិញទៀតវាទូពិតប្រាប់តែខ្ញុំនឹងអត់ឲ្យអីពួកវាស៊ីទៀតដឹងតែខ្ញុំយកពីក្បាលវាយកទៅលេងនៅវត្តហើយរាល់ដងពេលម៉ែខ្ញុំទៅដើរលេងម្ដងវាមកវិញវាធ្វើទៅដោះជើងវាធ្វើទៅស្រែកញ៉ៅឲ្យម៉ែខ្ញុំមិនណិតហើយម៉ែខ្ញុំក៏ចិត្តថាខ្ញុំនឹងអត់ដើរលេងបាយពួកវាស៊ីទេចាំមើលសារហ្នឹងតែហ៊ានស្រែកទៀតចាប់យកទៅនៅវត្តទាំងអស់ហ្មងពេលខ្ញុំដាក់អីឆ្មាខ្ញុំញ៉ាំរួចហើយខ្ញុំក៏មកស៊ីបាយខ្លួនឯងម្ដងឆ្មាប្រើពាក្យសឹកញ៉ាំខ្លួនឯងវិញប្រើពាក្យស៊ីបាយពេលខ្ញុំកំពុងស៊ីបាយបដាអញ្ចឹងទៅខ្ញុំនឹងក៏បានបើករឿងមើលហើយរឿងដែលខ្ញុំមើលហ្នឹងគឺរឿងឆិនភីងអានអាការលើកមុនវីដេអូមុនហ្នឹងខ្ញុំមើលរឿងវាងលីនសារនេះខ្ញុំមើលរឿងឆិនភីងអានម្ដងបន្ទាប់ពីខ្ញុំសោយកយ៉ាពេលល្ងាចរួចមកតែកយ៉ាពេលល្ងាចម៉ោង6ជិតម៉ោង7បាត់ទៅហើយនោះអញ្ចឹងហើយខ្ញុំក៏បានរៀបចំច្បល់បាយឲ្យកូនខ្ញុំញ៉ាំហើយខ្ញុំច្បល់បាយមិនយកវែកឬមួយក៏យកអីមកទេព្រោះដោយសារតបើឡៃតដើរយកវែកទៀតវាឆ្ងាយអញ្ចឹងខ្ញុំចាក់ទឹកស៊ីអ៊ូច្បល់មួយដៃខ្ញុំតម្រង់ទៅដាក់ឲ្យកូនខ្ញុំស៊ីខ្ញុំច្បល់ចោះច្បល់ឡើងរួចហើយខ្ញុំក៏បានបិទទូរស័ព្ទដល់ពេលទាញទូរស័ព្ទមើលម៉ោងទាំងអស់គ្នាហើយម៉ោង6:46ខ្ញុំនេះស្លន់ខ្យល់ជាខ្លាំងក៏បានលាយបាយលាយអីកូនខ្ញុំស៊ីរួចហើយខ្ញុំក៏បានពាក់កៅពាក់អីទៅរៀនធម្មតាទៅហើយវីដេអូយើងមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាហើយនេះគឺជាភាពបញ្ចប់